ភាសាជាថ្មីទៀតជាមួយនឹងការរៀនតាំងរបស់ជាមួយធៀងបាទអញ្ចឹងថ្ងៃនេះគឺយើងរៀនតាំងរបស់ជាមួយធៀងជាបន្តទៀតហើយរបស់នេះគឺជារបស់ខណាវីដេអូទី3ហើយបាទទី4ហើយបាទហើយការតាំងរបស់នេះគឺតម្រូវឲ្យបងប្អូនសិស្សនិស្សិតថ្នាក់ទី9ទី8ត្រូវចេះទាំងអស់គ្នាជាពិសេសគឺទី9ហើយកុំថាឡើយតែបងប្អូនដែលជាសិស្សនិស្សិតថ្នាក់ទី9នោះយើងត្រូវចេះទាំងអស់គ្នាផងដែរបាទគ្រប់កម្រិតថ្នាក់ទាំងអស់គ្នាដែលរៀនភាសាខ្មែរតោះចឹងយើងមកមើលរបស់គេទាំងអស់គ្នាបាទគេដាក់ថានារីនិងសុំបាទនិងសុំមនីបាទនារីនិងសុំមនីកំពុងជូតចាននិងស្លាបព្រាបាទនារីនិងសុំមនីកំពុងជូតចាននិងស្លាបព្រាបាទចឹងយើងអាននេះយើងរកឲ្យឃើញថាតើពីណាដល់ណាជាកន្សោមនាមហើយពីណាទៅណាជាកន្សោមកិរិយាចឹងកន្សោមកិរិយាត្រូវចេញពីកិរិយាសព្ទមុនគេចឹងរបស់យើងកិរិយាសព្ទគឺកំពុងជូតបាទកំពុងជូតជាកិរិយាសព្ទតោះចឹងយើងមកមើលគេគោះមើលធៀងខាងក្រោមបាទចឹងរបស់មានធាតុធំពីរគឺកន្សោមនាមនិងកន្សោមកិរិយាបាទកន្សោមកិរិយានៅក្នុងកន្សោមនាមយើងគឺមានពាក្យ3ក្នុងនេះណាគឺពាក្យនារីនិងសុមនីបាទពាក្យ3នារីនិងសុមនីចឹងនារីថ្នាក់ពាក្យជានាមយើងគូសចេញមកនាមមកបាទហើយនឹងនេះគឺជាឈ្នួបចងបាទឈ្នួបចងនិងឈ្នួបចងមកខាងក្រោមណាបាទហើយមួយទៀតគឺសុមនីនេះគឺឈ្នួបគឺជានាមដែរបាទគូសចេញពីកន្សោមនាមអញ្ចឹងកន្សោមនាមយើងមានពាក្យ3សារនេះយើងក៏លេខមកមើលកន្សោមកិរិយាម្ដងកន្សោមកិរិយាចេញមុនគេដាច់ខាតត្រូវតែជាកិរិយាសព្ទបាទកិរិយាសព្ទយើងគឺកំពុងជូតបាទកំពុងជូតនេះកិរិយាសព្ទណាហើយពាក្យចាននេះថ្នាក់ពាក្យជានាមបាទចានជានាមអញ្ចឹងយើងមកមើលចាននិងស្លាបព្រាមានពាក្យ3ចូលគ្នាទៀតទេណាអញ្ចឹងពាក្យ3ចូលគ្នាដល់ផ្ដើមឡើងដោយពាក្យចានជានាមនេះយើងត្រូវដាក់មកកន្សោមទៀតដាក់ថាកន្សោមមាននាមសំទោសកន្សោមមាននាមកន្សោមនាមបាទកន្សោមនាមនៅក្នុងកន្សោមនាមមានពាក្យ3ទៀតគឺពាក្យចានដែលជានាមពាក្យនឹងដែលជាឈ្នួបចងនិងមួយទៀតគឺពាក្យនាមដែរគឺស្លាបព្រាបាទចឹងការតាំងរបស់នេះគឺសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះហើយយើងជួបគ្នានៅការតាំងរបស់នៅវីដេអូក្រោយៗទៀតបើមានអីឆ្ងល់អាចឆាតសួរនៅខាងក្រោមវីដេអូបានបាទអរគុណច្រើន